បាទសួស្តីសូមគោរពសូមជម្រាបសួរជាពិសេសគឺបងប្អូនកូនក្មួយទាំងអស់គ្នាដែលនៅបន្តការសិក្សាលោកគ្រូស៊ូមាត់សាក់សូមជូនជាសេចក្តីណែនាំដល់បងប្អូនកូនក្មួយទាំងអស់គ្នាដែលកំពុងតែសិក្សាចឹងបាទការដែលបងប្អូនកូនក្មួយរៀនភាសាអង់គ្លេសជាមួយលោកគ្រូស៊ូមាត់សាក់ជាមួយលោកគ្រូស៊ូមាត់សាក់គឺអ្នកបងប្អូនទទួលបានវិន័យតឹងរ៉ឹងក៏ដូចជាការគុណសម្បត្តិតឹងរ៉ឹងពីលោកគ្រូស៊ូមាត់សាក់មួយបើកាលណារៀនជាមួយគាត់គឺភាសាអង់គ្លេសបើកាលណាបងប្អូនកូនក្មួយអានអង់គ្លេសមិនដល់ស្តង់ដារដែលគាត់ចង់បានឧទាហរណ៍ដូចជាស្តង់ដារ native speaker ឬក៏អានតាម phonetic symbol ឬក៏ស្តង់ដាររបស់លោកគ្រូស៊ូមាត់សាក់គេឲ្យណាអានឲ្យដល់ហ្នឹងបើកាន់តែបងប្អូនកូនក្មួយអានមិនដល់អត់ឲ្យត្រូវទេបាទឲ្យនៅជាពាក់នៅហ្នឹងមកបាទឲ្យនៅជាពាក់នឹងអត់ឲ្យត្រូវទេបាទគឺលោកគ្រូស៊ូមាត់សាក់នឹងតាមថែរក្សាឲ្យបងប្អូនកូនក្មួយអានឲ្យត្រូវនេះគឺជាវិន័យតឹងរ៉ឹងការរៀនជាគុណសម្បត្តិរៀនអង់គ្លេសជាមួយលោកគ្រូស៊ូមាត់សាក់គឺអញ្ចឹងបាទតលតែអានឲ្យដល់នៅកម្រិត native speaker ឬក៏អានឲ្យត្រូវតាម phonetic symbol ឬក៏អានឲ្យត្រូវយ៉ាងហោចនោះគឺកម្រិតលោកគ្រូស៊ូមាត់សាក់ដែលចង់បានតលតែអានឲ្យត្រូវឬមិនឲ្យត្រូវបើមិនចឹងទេគឺលោកគ្រូស៊ូមាត់សាក់នឹងឲ្យបងប្អូនកូនក្មួយនៅជាពាក់ហើយលោកគ្រូស៊ូមាត់សាក់នឹងតាមថែរក្សាអានឲ្យត្រូវអញ្ចឹងបាទគឺអញ្ចឹងបច្ចុប្បន្ននេះខ្ញុំកំពុងតែបើកបរិញ្ញាបត្រភាសាអង់គ្លេសអនឡាញគឺបើកបរិញ្ញាបត្រកាសែតណាពីបកប្រែពីអង់គ្លេសទៅខ្មែរបាទតាម Zoom ពីម៉ោង6ដល់ម៉ោង8យប់អញ្ចឹងបាទហើយក៏នឹងបើកបរិញ្ញាបត្រថ្នាក់តាមសៀវភៅផ្សេងៗអញ្ចឹងបាទអញ្ចឹងបងប្អូនមានការចាប់អារម្មណ៍គឺសូមចុះឈ្មោះចូលរៀនជាមួយខ្ញុំលោកគ្រូស៊ូមាត់សាក់ចំណាំពាក្យមួយតែអានមិនត្រូវដល់កម្រិតដែលខ្ញុំចង់បានគឺកូនសិស្សណាក៏ដោយអត់ឲ្យត្រូវតលតែខ្ញុំតាមប្រាប់តាមបរិញ្ញាតាមមើលតាមថែតលតែអានដល់ស្តង់ដារដែលខ្ញុំចង់បានទើបខ្ញុំថាអូខេ that's fine ត្រូវអញ្ចឹងរៀនជាមួយខ្ញុំគឺអញ្ចឹងបាទអញ្ចឹងបងប្អូនដែលចាប់អារម្មណ៍រៀនបកប្រែកាសែតពីអង់គ្លេសទៅខ្មែររៀនតាមសៀវភៅគឺសូមទាក់ទងខ្ញុំនៅខាងមុខអញ្ចឹងបាទបានឃើញវីដេអូនេះគឺបងប្អូនអាចទាក់ទងខ្ញុំដើម្បីចូលរៀនអង់គ្លេសអនឡាញជាមួយខ្ញុំតាម Zoom បាទអរគុណណាស់សូមជូនពរបាទឲ្យចេះភាសាអង់គ្លេសខ្លាំងៗទាំងអស់គ្នា